ចាជំរាបសួស្ដីបងប្អូនទាំងអស់គ្នាឥឡូវយើងចុះតាមវាលស្រែណាបងប្អូននេះខ្ញុំជិះម៉ូតូចូលតាមព្រៃប៉ុន្តែព្រៃហ្នឹងគឺជាព្រៃល្បាត់ទៀតទេបងប្អូនដោយសារនៅនឹងតាមវាលស្រែបងប្អូនអញ្ចឹងស្រែវាលស្រែតាមហ្នឹងគឺគេអត់ធ្វើស្រែទេដោយសារប្រហែលជាតាមខ្ញុំគិតទេប្រហែលជាដីដែលគេទិញអញ្ចឹងអត់មានបានធ្វើស្រែទេគឺមានតែព្រៃល្បាស់ទូចទេណាបងប្អូនអញ្ចឹងយើងចូលដើម្បីខ្ញុំចូលហ្នឹងគឺចូលដល់រោមមើលកាប់ដើមស្គីបក្តាមយកមកធ្វើថ្នាំបងប្អូនប៉ុន្តែពេលដែលចូលទៅយើងរោនៅក្នុងហ្នឹងគឺអត់មានទេបងប្អូនមានតែដើមផ្សេងដូចជាដើមលពាកឬក៏ដើមពូជហើយនឹងរៀមភ្លោងទេបងប្អូនអញ្ចឹងដើមស្គីបក្តាមដែលយើងត្រូវការហ្នឹងគឺអត់មានហើយនៅកន្លែងហ្នឹងដូចជាមានបងប្អូនយើងនេះគេយកសម្រាមទៅចោលច្រើនមែនទេបងប្អូនមើលទៅអត់ស្អាតសោះមើលព្រៃធម្មជាតិប៉ុន្តែយើងយកសម្រាមទៅចោលពាសវាលពាសកាលអញ្ចឹងគឺអត់ល្អសោះបងប្អូនអញ្ចឹងខ្ញុំចង់សនំពោដល់ពុកម៉ែបងប្អូនយើងដែលមានសម្រាមហើយយកទៅចោលនៅតាមវាលស្រែទីព្រៃបែបហ្នឹងបងប្អូនគឺអត់ល្អទេអញ្ចឹងសូមពុកម៉ែបងប្អូនយកសម្រាមហ្នឹងទៅចោលនៅកន្លែងដែលគេឲ្យដាក់សម្រាមបងប្អូនកុំយកទៅចោលអញ្ចឹងដល់ពេលយើងស្នេះទៅមើលចោលកាកសំណល់អត់ល្អមែនទេអញ្ចឹងសូមពុកម៉ែបងប្អូនយើងដែលអ្នកយកសម្រាមទៅចោលហ្នឹងជាការសនំពោរបស់ខ្ញុំទេដោយសារខ្ញុំជិះចូលទៅលើកទី1ហើយដែលខ្ញុំចូលទៅក្នុងព្រៃនឹងដោយសារខ្ញុំត្រូវការដើមស្គីបក្តាមអញ្ចឹងយើងក៏បានជិះចូលទៅក៏ឃើញមានថាព្រៃយើងគឺធម្មជាតិល្អស្អាតបងប្អូនប៉ុន្តែការចូលសម្រាមពាសវាលហ្នឹងគឺអត់ល្អទេបងប្អូនមើលទៅសំព្រួងសំព្រាចវាអត់ល្អមើលអត់ល្អភ្នែកដែលយើងចូលទៅមើលបងប្អូនឥឡូវយើងរោដើមស្គីបក្តាមនៅកន្លែងម្ដុំហ្នឹងហើយប៉ុន្តែអត់មានទេអញ្ចឹងយើងក៏បន្តដំណើរមកទៀតបងប្អូនអញ្ចឹងយើងបន្តដំណើរមកខាងនេះគឺនៅតាមគៀនហ្នឹងគឺមានប្រទេសប្រជាជនយើងនៅដែលនេះនៅឆ្ងាយពីកន្លែងដែលខ្ញុំចូលមាញ់បងប្អូនប៉ុន្តែផ្ទះឆ្ងាយមួយអត់កឹបគ្នាទេអញ្ចឹងមានតែវាលស្រែហើយនឹងទឹកទឹកបន្លាយបងប្អូនអញ្ចឹងនេះមានសត្វគោមានដើមត្នោតនៅកន្លែងនេះដែលមានប្រជាជនរស់នៅខ្លះគឺអត់សូវមានសម្រាមទេបងប្អូនគឺស្អាតទីសភាពមើលទៅគឺស្អាតណាបងប្អូនមិនមែនថាខ្ញុំចេះបដៅណែនៅមិនទេបងប្អូនដោយសារយើងគិតថាបើសិនជាយើងកុំចូលសម្រាមពាសវាលពាសកាលមើលទៅគឺស្អាតប៉ុន្តែដល់ពេលយើងចូលពាសវាលពាសកាលវាអត់ស្អាតទេឥឡូវយើងមកដល់នៅកន្លែងនេះហើយគឺមានហើយមានបងប្អូនយើងហ្នឹងគឺដាក់ធ្នោះហ្នឹងបងប្អូននេះគឺគាត់ធ្នោះដាក់ត្រៃបងប្អូនហើយប្រជាជនយើងក៏ហាលស្រូវដែរនេះគឺគាត់ប្រមូលផលស្រូវណាស្រូវហ្នឹងគឺអត់ដឹងថាស្រូវអីទេពីព្រោះពេលយើងស៊ូគាត់ថាមីងស្រូវអីគេគាត់ថាគាត់ឆ្នាំអត់បានគាត់ក៏ភ្លេចដែរអញ្ចឹងយើងក៏អត់ដឹងថាជាឈ្មោះស្រូវអីទេគាត់អ្នកធ្វើស្រែដែរតែគាត់អត់ដឹងណាហើយមកដល់កន្លែងនេះមួយទៀតគឺអ៊ំប្រុសម្នាក់ហ្នឹងគាត់បានបងត្រីបងប្អូនអញ្ចឹងយើងទៅមើលអ៊ំប្រុសគាត់បងត្រីបងប្អូនហើយយើងចាំអ៊ុតមើលទាំងអស់គ្នាថាអ៊ំហ្នឹងគាត់បងត្រីបានអត់បងប្អូនឥឡូវស្រាវសំណាញ់មកយ៉ាងយឺតណាបងប្អូនអាយ៉ានោះត្រីលូតមួយចេញទៅនោះបានបងប្អូនមើលទៅឃើញភ្លុចនោះនៅក្នុងទឹកណាអញ្ចឹងយើងចាំមើលអ៊ំថាគាត់មួយសំណាញ់គាត់ហ្នឹងបានត្រីប្រមាណឥឡូវគាត់ស្រាវមួយយ៉ាងយឺតគាត់អ្នកជំនាញបងត្រីបងប្អូនឃើញគាត់បងធ្វើបែបហ្នឹងហើយត្រីនៅកន្លែងហ្នឹងគឺវាលស្រែហើយមានទឹកអូតែមិនតិចទេប៉ុន្តែយើងគិតថាអត់មានត្រីទេប៉ុន្តែចាំមើលគាត់ស្រាវសំណាញ់មកក្នុងរបស់គាត់បានអត់ទេយ៉ាបងប្អូននោះក៏លើកមកហើយយ៉ាបងប្អូនអើយនោះគឺបាន2ដែរណានោះត្រីទក់ប៉ិនហើយក៏យើងមានរមាក់ទៀកមកហ្នឹងគឺមកពីបនកឋិនណាបងប្អូនគេមកពីបនកឋិនអញ្ចឹងអ្នកមើលតាមផ្លូវទេសភាពហ្នឹងគឺបន្តដំណើរទៅមុខទៀតហើយខ្ញុំអត់បាននៅយូរនៅកន្លែងអំបងទេអញ្ចឹងយើងបានបន្តដំណើរមកក៏មានក្របីមានសត្វក្របីច្រើនមែនទែនបងប្អូនគឺនៅម្ដុំភូមិហ្នឹងគឺគេចិញ្ចឹមក្របីច្រើនណាបងប្អូននេះខ្ញុំថតហ្នឹងគឺក្របីនៅក្បែរផ្លូវទេប៉ុន្តែនៅខាងក្នុងហ្នឹងគឺក្របីច្រើនបងប្អូនអញ្ចឹងអ្នកភូមិគាត់គឺគាត់ការចិញ្ចឹមក្របីគាត់គឺច្រើនជាងសត្វគោបងប្អូនដោយសារគាត់ថាក្របីហ្នឹងវាងាយស្រួលក្នុងការលក់ដូរណាបងប្អូនវាអត់ដូចគោទេបើគោយើងរៀងលក់តឹងប៉ុន្តែក្របីហ្នឹងបានថ្លៃជាងហើយការចិញ្ចឹមឲ្យស៊ីស្មៅស៊ីអុយក៏ស្រួលមើលជាងគោដែលណាបងប្អូនហើយក្របីហ្នឹងចេះណាបងប្អូនពេលវាស៊ីហើយដល់ម៉ោងវាទៅផ្ទះគឺដឹងតែវាដើរត្រង់ជូរគ្នាទៅកន្លែងរបស់វាហើយវាចាំបងប្អូនប៉ុណ្ណឹងទៅបងប្អូនប៉ុណ្ណឹងយើងបងបាន1-2បាត់ហើយបងប្អូនប៉ុន្តែអត់បានយកសំណាញ់ទៅអញ្ចឹងយើងបានតែមកជីកវែលកលឹងមើលទៅថាមានត្រីអត់អញ្ចឹងប្រហែលជាថ្ងៃក្រោយយើងអាចដាក់សំណាញ់យកមកបងប្អូនដើម្បីបងត្រីនៅទីនេះទៀតណាបងប្អូននេះមើលទីសភាពនៅម្ដុំហ្នឹងគឺអត់មានស្រូវទេដោយសារដីដូចដែលខ្ញុំប្រាប់កាលពីដើមវីដេអូហ្នឹងឯងបងប្អូនអញ្ចឹងមានតែព្រៃឈើល្បាតតិចឯណាហើយនេះអានដែលខ្ញុំឥឡូវយើងចេញដំណើរទៅបន្តិចទៀតណាបងប្អូនយើងត្រុសមើលខាងមុខទៀតថា
អាចនឹងមានដើមគីបក្តាមអត់បងប្អូនបើថាអត់មានទេអញ្ចឹងយើងត្រឡប់ទៅគេហដ្ឋានយើងវិញហើយឥឡូវមកដល់ខាងមុខហ្នឹងគឺអត់មានឈើទេបងប្អូនគឺមានតែដើមត្នោតមានឈើនឹងខ្ញុំចង់និយាយថាកូនឈើឬក៏តាគីបក្តាមដែលយើងត្រូវការប៉ុន្តែអត់មានទេអញ្ចឹងមានតែដើមត្នោតហើយនឹងឈើផ្សេងទូចៗណាបងប្អូននេះវា